ឡើងខ្មោចនៅកោះ Henderson ហ្នឹងហើយបងប្អូននេះគឺជាកោះ Henderson ដែលជាកោះគួរឲ្យខ្លាចមួយក្នុងចំណោមកោះគួរឲ្យខ្លាចផ្សេងៗទៀតនៅលើពិភពលោកមូលហេតុដែលកោះនេះគួរឲ្យខ្លាចក៏ដោយសារតែនៅលើកោះនេះគឺមានល្អាងមួយដែលពោពេញទៅដោយឆ្អឹងខ្មោចមនុស្សរាប់រយនាក់ដែលត្រូវបានគេយកទៅកោទម្រាបគ្នានៅក្នុងល្អាងមួយហ្នឹងហើយល្អាងមួយហ្នឹងដែរគឺត្រូវបានគេរកឃើញអំឡុងឆ្នាំ1980ដោយអ្នកស្រាវជ្រាវមួយក្រុមដែលបានចុះទៅរកនៅម្ដុំកោះ Henderson ហ្នឹងឯងហើយអ្នកស្រាវជ្រាវក៏បានសន្មតថាប្រហែលជាមានមនុស្សបានលេចសំពៅកាលពី700ទៅ900ឆ្នាំមុននឹងបានអណ្ដែតមកដល់កោះនេះហើយក៏បាននាំគ្នាចាប់ដើមរស់នៅលើកោះមួយហ្នឹងតែម្ដងទៅព្រោះវាមិនអាចទៅរួចទេដែលមានមនុស្សដែលចង់មករស់នៅលើកោះ Henderson ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីដីគោកគឺវាមិនអាចទៅរួចទេព្រោះការប្រស័យតាក់ទងគ្នារវាងអ្នកដីកោះជាមួយអ្នកដីគោកគឺវានៅឆ្ងាយខ្លាំងពេករហូតដល់រាប់ពាន់គីឡូម៉ែត្រឯណោះក៏ប្រហែលជាដោយសារតែកោះមួយនេះនៅដាច់ស្រយាលខ្លាំងពេកហើយទៅធ្វើឲ្យអ្នកដែលរស់នៅលើកោះមួយហ្នឹងសម្រេចចិត្តបោះបង់កោះហ្នឹងចោលនិងឈប់រស់នៅលើកោះហ្នឹងនិងចាក់ចេញពីកោះហ្នឹងទៅប៉ុន្តែអ្នកស្រាវជ្រាវក៏បានសន្មតមួយទៀតថាពួកគេមិនបានចាក់ចេញទៅណាទេគឺពួកគេនៅលើកោះមួយហ្នឹងប៉ុន្តែពួកគេបានបាត់បង់ជីវិតទាំងអស់សូម្បីតែម្នាក់ក៏មិនមាននៅរស់ដែរក៏ប្រហែលជាកាលពីចំនួននោះ700ទៅ900ឆ្នាំមុនគឺមានជំងឺអាសន្នរោគនៅលើកោះមួយហ្នឹងដោយសារតែកោះនេះដាច់ស្រយាលខ្លាំងពេកទើបមិនមានថ្នាំសង្កូវអីសម្រាប់ព្យាបាលឲ្យបានត្រឹមត្រូវទើបធ្វើឲ្យពួកគេបានស្លាប់ម្ដងម្នាក់រហូតដល់អស់ហើយសម្រាប់ឆ្អឹងសាកសពដែលទៅគោទុកនៅក្នុងល្អាងមួយហ្នឹងប្រហែលជាមនុស្សដែលនៅចុងក្រោយគេម្នាក់ចុងក្រោយក៏បានយកឆ្អឹងទាំងអស់នោះទៅតម្រៀបទុកនិងបានដេកស្លាប់បន្តពីអ្នកទាំងអស់នោះឯងចុះអ្នកទាំងអស់គ្នាចង់ទៅលេងកោះមួយហ្នឹងអត់តែសម្រាប់អេមែនអត់ចង់ទៅលេងទេក៏ដាច់ស្រយាលចឹងហ្នឹងហើយកុំភ្លេច comment នឹងក្រោមអ្នកមួយផងហើយ follow អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីជួបគ្នាវីដេអូក្រោយបាយ